ជំរាបសួរបងប្អូនអរគ្នាម្ដងទៀតសុខសប្បាយសង្ឃឹមបងប្អូនអរគ្នាសុខសប្បាយនៅថ្ងៃនេះខ្ញុំចង់លើកយកខកពីមួយដែលល្បីល្បាញជាទីបំផុតនៅក្នុងទំនុកការចំពោះទី23ប៉ុន្តែយើងសិក្សាតែមួយខគត់នៅក្នុងទំនុកការចំពោះ23ខទី5ទ្រង់រៀបតុនៅមុខទូលបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំពេងនៃទូលបង្គំក៏ពេញហៀប្រសិនបើយើងមើលនៅក្នុងទំនុកការចំពោះ23ខ1មកបានចាប់ផ្ដើមយ៉ាងដូចនេះថាព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំមិនខ្វះអ្វីសោះជាខកពីមួយដែលចាប់ផ្ដើមនៅចំពុកមួយដែលអស្ចារ្យដែលថាព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំមិនខ្វះអ្វីសោះហើយតមកយើងលងប្រមាណខយើងចូលនៅក្នុងខទី5ដែលថាព្រះអង្គបានរៀបចំទុកនៅមុខខ្មាំងសត្រូវហើយព្រះអង្គបានចាក់ប្រេងលាបលើក្បាលទូលបង្គំអរលោកអ្នកបងប្អូនទាំងគ្នាខ្ញុំចង់ផ្ដោតទៅលើពាក្យថាប្រេងលាបលើក្បាលទូលបង្គំហើយបានជាកន្លែងនេះសំខាន់ទំនុកនេះគឺជាទំនុករបស់ស្ដេចដាវីតគឺជាម្នាក់ដែលជាអ្នកគង្វាលជាមហើយគាត់បានប្រដូចព្រះយេហូវ៉ាឬក៏ព្រះអម្ចាស់ជាអ្នកគង្វាលគាត់នៅពេលគាត់និយាយពីអ្នកគង្វាលគាត់យល់ពីពួកខ្លួនគាត់ផ្ទាល់មានបទពិសោធន៍ក្នុងការខ្វៀលតួនាទីរបស់អ្នកគង្វាលគឺដើម្បីថែរក្សាដើម្បីការពារសុខសុវត្ថិភាពដើម្បីនាំទៅកាន់អាហារនាំទៅកាន់ស្មៅដែលមានភាពជ័យល្អទៅកាន់ទឹកដែលហូរគ្រឿងជាទឹកដែលល្អទឹកដ៏ស្រស់ស្រាយដើម្បីជៀមបានបរិភោគយ៉ាងឆ្ងាញ់យ៉ាងមានសុខភាពល្អប៉ុន្តែរឿងមួយនៅក្នុងខ2នេះនិយាយពីបានចាក់ប្រេងលើក្បាលទូលបង្គំកន្លែងខ្ញុំចង់និយាយចេះពីសត្វឈាមជាទូទៅនៅកណ្ដាលវាលប្រឈមមុខទៅនឹងសត្វល្អិតជាច្រើននៅពេលដែលសត្វឈាមធ្វើដំណើរសត្វតែងតែហើរមកទុំក្បាលអញ្ចឹងជាទូទៅដើម្បីជៀសផុតអំពីសត្វហ្នឹងពីព្រោះសត្វហ្នឹងបើកាន់តែហើរយូរទៅសត្វហ្នឹងវានឹងពងដាក់លើក្បាលនឹងកើតចៃហើយតមកចៃហ្នឹងនឹងចូលតាមត្រចៀករហូតដល់ចូលដល់ខួរក្បាលចូលដល់ខ្លួនរហូតដល់សត្វហ្នឹងវាឈឺវាស្លាប់អញ្ចឹងទួនាទីរបស់អ្នកកង្វាលគឺគាត់យកប្រេងទៅចាក់លើក្បាលដើម្បីការពារកុំឲ្យសត្វហ្នឹងវាមកទុំនៅក្នុងសម័យមុនប្រេងមានតួនាទីសំខាន់ណាស់ប្រេងមានតម្លៃប្រេងជាឱសថដើម្បីព្យាបាលអញ្ចឹងនៅក្នុងសញ្ញាថ្មីក៏និយាយច្រើនដែរតាក់ទងទៅនឹងការដែលយើងជួបជុំគ្នាការអធិដ្ឋានការចាក់ប្រេងតាំងដោយប្រេងការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធដោយយកតំណាងប្រេងយកមកលាបក្រៅពីតំណាងប្រកាសអំពីការអំណាចនៃព្រះវិញ្ញាណបរិសុទ្ធក៏ប្រេងមានតួនាទីការព្យាបាលដែរអញ្ចឹងកន្លែងនេះជារូបភាពមួយដែលឃើញឆ្ងាញ់ហើយនៅក្នុងជីវិតរបស់យើងជឿព្រះអង្គមានប៉ុន្តែមាន flies មានថាមានសត្វល្អិតហើរពេញក្បាលយើងហើយសត្វល្អិតនេះជាអ្វីសត្វល្អិតនេះគឺជាអ្វីៗដែលកើតឡើងក្នុងជីវិតរបស់យើងដូចជាសំឡេងនៃការរំខានវាគឺជាការងាររបស់រក្សាតាំងអញ្ចឹងបើសិនជាយើងមើលឈ្មោះមួយរបស់រក្សាតាំងឈ្មោះបាល់សេប៊ូលឬក៏បាល់សេប៊ូបមានន័យថា The Lord of the Flies មានថាគឺជាប្រភពនៃសត្វល្អិតអញ្ចឹងគឺនៅពេលដែលនិយាយពីរឿងហ្នឹងគឺនឹកឃើញពីរឿងនឹងភ្លាមអញ្ចឹងនៅពេលដែលយើងមានសត្វល្អិតនៅក្បាលមានថានៅពេលដែលមានវិញ្ញាណមករំខានយើងនាំយើងទៅក្នុងសេចក្តីល្បួងដាក់កំណត់យើងឲ្យយើងមើលអ្វីអាក្រក់គិតអាក្រក់រូទៅវានឹងចូលនៅក្នុងបេះដូងយើងវានឹងស៊ីរូងក្នុងជីវិតរបស់យើងនៅពេលដែលយើងប្រកាសពីការចាក់ប្រេងតាំងរបស់ព្រះប្រកាសពីការចាក់ប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធអញ្ញាណព្រះវិញ្ញាណបរិសុទ្ធរក្សាផ្លូវចិត្តរបស់យើងនៅក្បាលយើងនៅដោះបេះដូងយើងសត្វនឹងវាមិនអាចមកទុំហើយនឹងបង្កើតព្រូននៅក្នុងជីវិតខាងផ្លូវញាណរបស់យើងទេនៅពេលដែលយើងមានបញ្ហាតាក់ទងទៅនឹងសេចក្តីល្បួងនៅពេលដែលយើងមានបញ្ហាតាក់ទងទៅនឹងអ្វីដែលនឹងកើតឡើងតាមរយៈភ្នែកដែលសេចក្តីល្បួងដែលនាំយើងធ្វើការអាក្រក់ប្រកាសអំពីការចាក់ប្រេងតាំងរបស់ព្រះអង្គប្រេងរបស់ព្រះអង្គនៃព្រះវិញ្ញាណបរិសុទ្ធប្រកាសឲ្យព្រះអង្គដឹកនាំយើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យវិញ្ញាណអាក្រក់បានចាកចេញនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យគំនិតអាក្រក់គំនិតដែលគិតអវិជ្ជមានសូមឲ្យចាកចេញពីខួរក្បាលរបស់ខ្ញុំចាកចេញពីបេះដូងរបស់ខ្ញុំនៅពេលដែលយើងប្រកាសសូមព្រះអង្គនឹងប្រទានពរដល់យើងនៅក្នុងកន្លែងនេះយើងគិតថាធ្វើម៉េចដើម្បីយើងតែងតែទុកចិត្តព្រះអង្គជាការពិតយើងពិបាកនឹងទុកចិត្តព្រះអង្គ 100% ប៉ុន្តែក្នុងខ2បាននិយាយថា
ព្រះអង្គជាអ្នកគង្វាលខ្ញុំខ្វះអ្វីខ្លះព្រះអង្គបាននាំខ្ញុំទៅទីទឹកដែលហូរគ្រឿងគ្រឿនកិច្ចការអស់ហ្នឹងគឺកិច្ចការរបស់ព្រះជាអ្នកធ្វើទេព្រះអង្គជាអ្នកធ្វើព្រះអង្គជានរណាព្រះអង្គជាអ្នកគង្វាលយើងព្រះអង្គជាអ្នកនាំយើងទៅកាន់ទឹកហូរគ្រឿងគ្រឿនព្រះអង្គជាអ្នកដែលរៀបចំទុកនៅក្នុងខ្មាំងសត្រូវរបស់យើងដែលពេលយើងជួបបញ្ហាជួបស្ដីល្បួងកុំបារម្ភឡើយសូមមានអំណរមានក្តីសង្ឃឹមនៅក្នុងព្រះអង្គនឹងរៀបទុកសម្រាប់យើងនៅពេលយើងមានព្រះអង្គនៅក្នុងជីវិតរបស់យើងទុកចិត្តព្រះជាម្ចាស់ការពារយើងថែរក្សាយើងព្យាបាលយើងតាមរយៈព្រះបន្ទូលព្រះអង្គតាមរយៈសរិយាឋានតាមរយៈការយើងថ្វាយគុំស្ងប់ស្ងាត់តាមរយៈចូលរួមថ្វាយគុំតាមរយៈការប្រកបក្រុមតូចតាមរយៈការទទួលការលើកទឹកចិត្តផ្សេងនេះដូចជាព្រេងមួយដែលមកព្យាបាលដួងចិត្តយើងព្យាបាលក្បាលរបស់យើងនៅពេលយើងប្រកាសរបស់ព្រះអង្គសូមឲ្យព្រះប្រទានពរដល់អស់លោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃថ្មីសូមមកជួបតែប្រពររបស់ព្រះអង្គសូមសរសើរនឹងការព្រះអង្គ